Thế cái chụp cho mực nhóm tiệt hai là ní nhóm bàn một thơ video mùi này đại video mùi này vì anhยังមានរយៈពេលយូរហើយអ្នកទាំងអស់គ្នាអាចមើលវីដេអូរបស់ខ្ញុំនេះដោយងាយស្រួលជាងមុនដោយសារអីវីដេអូនេះខ្ញុំមិនបានកាត់អីច្រើននោះទេខ្ញុំបានយកវីដេអូពេញហើយការលេង survival របស់ខ្ញុំក៏មានរយៈពេលយូរផងដែរដើម្បីឲ្យអ្នកទាំងអស់គ្នាមើលពីការលេងរបស់ខ្ញុំមួយតម្រាំតែមួយថ្ងៃទៅមួយថ្ងៃខ្ញុំបានអ្វីនឹងបានធ្វើអ្វីខ្លះនៅក្នុងភូមិខ្លះហើយពេលនេះខ្ញុំក៏បាន clear ដីខ្សាច់ឲ្យអស់ដើម្បីដាក់ ប្លុកដីងាយស្រួលក្នុងការចិញ្ចឹមសត្វផងដែរឥឡូវនេះយើងដាក់1 2អ្នកទាំងអស់គ្នាអាចមើលទៅវាដូចជាការលឿនភាសាអីខ្ញុំបានដាក់ 1.5 គុណភាសាអីងាយស្រួលក្នុងការកាត់វីដេអូហើយនឹងមួយទៀតគឺចំណេញពេលវេលាផងដែរដើម្បីខ្ញុំងាយស្រួលផងដើម្បីឲ្យអ្នកទាំងអស់គ្នាងាយស្រួលមើលឬកុំឲ្យអ្នកទាំងអស់គ្នាចំណាយពេលក្នុងការទស្សនាក្នុងវីដេអូរបស់ខ្ញុំនេះវាពិតជាយូរឥឡូវនេះខ្ញុំបានចូលទៅដេកហើយយើងអាចនឹងជួបគ្នានៅថ្ងៃថ្មីនេះឥឡូវនេះយើងបានចេញពីផ្ទះមកឃើញទេសភាពមួយដ៏ស្រស់ស្អាតហើយខ្ញុំក៏បាន design នៅទីជំវិញផ្ទះនេះផងដែរដើម្បីឲ្យវាមើលទៅត្រជាក់ភ្នែកហើយមានបែបធម្មជាតិច្រើនកុំឲ្យយើងលេងទៅសាំតប៉ែកុំឲ្យអ្នកទាំងអស់គ្នាមើលទៅវាសាំខ្លះផងដែរខ្ញុំកំពុងតែឈរបញ្ចូលសំឡេងនេះទាំងដែលមានខ្យល់បក់មកវិចធ្វើខ្ញុំត្រជាក់មែនទែនប៉ុន្តែដើម្បីឲ្យអ្នកទាំងអស់គ្នាបានមើលវីដេអូមួយនេះខ្ញុំក៏បានធ្វើវាទាំងសប្បាយចិត្តដោយគ្មានការរុញរានោះទេឥឡូវនេះកន្លែងនេះខ្ញុំបានធ្វើដូចជាកន្លែងដំអំពៅអ្នកទាំងអស់គ្នាអាចនឹងមើលទៅឥឡូវខ្ញុំកំពុងតែធ្វើរបងមួយមើលទៅកន្លែងនេះទើសពេកក៏កាត់ចោលខ្លះដើម្បីដាក់វាខិតមកមុខម្ដងទៀតហើយងាយស្រួលមើលទៅវាទំនងឲ្យអ្នកទាំងអស់គ្នាមើលទៅពិតជាខ្ញុំមានទេពកោសល្យក្នុងការធ្វើប៉ុន្តែមើលទៅខ្ញុំធ្វើមួយដូចជាមានអារម្មណ៍ថាធុញទ្រាន់មែនទេសារវាធ្វើណែនពេកឥឡូវនេះខ្ញុំក៏បានឃ្លៀខ្សាច់ចេញខ្លះដើម្បីឲ្យវាស្រឡះនិងកុំឲ្យវាមានខ្សាច់ដើម្បីឲ្យវាមើលទៅស្អាតជាងមុនហើយខ្ញុំក៏បានដាក់ដីដាក់អីផងដែរអ្នកទាំងអស់គ្នាអាចនឹងមើលទៅហើយពេលយើងអាចនឹងជួបគ្នារាល់វីដេអូជាបន្តបន្ទាប់ខ្ញុំនឹងខំព្យាយាមធ្វើវីដេអូឲ្យកាន់តែល្អជាងនេះបន្តិចទៀតដោយសារអីពេលនេះខ្ញុំការធ្វើវីដេអូរបស់ខ្ញុំវាពិតជាមិនត្រឹមត្រូវនឹងមើលទៅមានភាពឆ្គងជាខ្លាំងដោយសារអីខ្ញុំទៅរៀនធ្វើវីដេអូមុនដំបូងអ្នកទាំងអស់គ្នាមើលទៅអាចនឹងឃើញការលេងរបស់ខ្ញុំវាប្លែកហើយនឹងការធ្វើវីដេអូរបស់ខ្ញុំវាមិនល្អឥតខ្ចោះនោះទេខ្ញុំនឹងធ្វើវីដេអូរបស់ខ្ញុំនេះឲ្យវាកាន់តែល្អជាងមុនឲ្យអ្នកទាំងអស់គ្នាមើលទៅប្លែកភ្នែកបន្ទាប់ពីបានដាក់ដីរួចខ្ញុំក៏បានកាត់ដីមួយចង្អូរនេះដើម្បីងាយស្រួលក្នុងការដាក់ទឹកផងដែរហើយកន្លែងនេះក៏ខ្ញុំកាត់មួយចង្អូរមួយទៀតផងដែរដើម្បីឲ្យយើងមើលទៅវាមើលដីមើលប្រឡោះដីមើលឲ្យត្រឹមត្រូវដើម្បីកុំឲ្យខុសក្នុងការដាក់ទឹកនិងដាំអំពៅផងដែរឥឡូវនេះយើងកំពុងតែកាប់ហើយមើលទៅត្នេះទៅពេកកាប់ដាក់ទឹកមួយដងទឹកក្រៅរបងមួយយើងដាក់យកដាក់មួយទៀតហើយយើងដងពីត្នេះដាក់ត្នេះមួយទៀតមកដងត្នេះដាក់ត្នេះមួយទៀតហើយយើងដងដាក់ត្នេះម្ដងដើម្បីងាយស្រួលពេលយើងដងទឹកដាក់ពីរធុងចិត្តគ្នាទៅយើងដងពីរដងឬទៅដងច្រើនដងវាអត់ងាយអស់ទឹកនោះទេហើយវាអាចនឹងងាយស្រួលសម្រាប់យើងផងដែរអ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាមិនចេះលេងឬទៅតែរៀនលេងដំបូងអ្នកទាំងអស់គ្នាអាចមើលវីដេអូខ្ញុំផងដែរខ្ញុំនឹងបង្រៀនអ្នកទាំងអស់គ្នាលេងដងបន្តិចម្ដងបង្រៀនអ្នកទាំងអស់គ្នាឲ្យលេងមួយដូចជាខ្ញុំផងដែរគឺលេងមួយដោយមិនបង្ខំ
hơi dương các bạn đâm một bầu này mở bầu này tới bế cặp môi chó dương tranh cao mới đặt drop đó anh ấy cứ drop đỏ nhằm ăn ông lẹ cho ba tế đã sai anh đạt nhóm về ọt cờ lưa hơi ca đi dây ông lấy bọc nhóm cờ vì mình sao gì cho ba phòng đề dương đặt phía mùi bởi nghe xuống mà cả bật trên bật trồ đấy dương đo tàu tiền một phía bọc nhóm là bay từ kra trap đo thèm cái lấy nick nhóm ăn cắt chó hơi nhóm ăn từ cái lấy nằm ông bơm đòn tiết bay đặt trap đó ông bình thèm dương mơ tới việc vật chất sạch nó về để dương đặt ông bình mùi muối anh ấy dương đặt mùi pi bay buôn pram cùng mùi bal ôn này bal bay buôn đọc lớn này dương màn thua rụi hài cái lấy nằm bầu dương cứ sạch hay vật chất perfect mình tên ở lớn này dương thua rụi hài dương các bạn đờ từ mơ tới sụp hiệp trong mình tia nằm bay rồng sai ở rong là về để dừng lên đuổi nhâm các bạn khơi cô mùi nằm bay khang mốc tiết nhâm ai đang vô cô này từ đặt phơi cái lên chăm mùi việt hoàng đài nhâm các bạn mơ cái lên na để tầm nê để bay ngay xuống một cá phơi cái lên chăm sát mùi tiệt không nhâm các bạn mơ tới hiệp bạn đờ lơ plơ mùi để mơ tới srosat hơi này ở kia anh mơ tới vì là sbai chất chúng nó nhâm hoàng đài mơ tới này mệt phiền nhâm một phong để phơi tê phơi ai đó nhâm bạn đờ mơ tới hiệp mơ ai mơ đầm năm đây nhâm bạn đam này cái lên đam cà rốt hơi nhâm bạn đờ tầm mơ cái lên đam sầu này tiệt vật chia trăm trâu rư tam song đa để nhâm bạn phơi mình tên trong vật chia sbai chất kháng na đập về đoàn lên trong mật phiệt nhom miền bay nè để cho lên cho môi nhom tay ở lâu ní ban cho tầm nè tê là sai cột đồ vòi tàu tia hòn ấy nhom các bạn lên tại anh ở lâu ní nhom bạn đợi sạch chụp làm bay vô môi chỉnh chấm tầm mấy nghe stroke nó cả cặp vô sách vì làm bay vô một thua chỉ biếng sầm rạp nhom khoảng đây nhom lên khoa tay biếng hộp là hốt sai nhom mình sâu chỉ đọt lơ biếng tràn thì nhom các bạn đỡ trâu sạch còn thêm tiết làm bay dùng một chấm chấm ấy nhom các bạn đỡ rô mơ trong vinh tia mơ cho mơ lan còn tay ót khơi sao khơi để sạch mượn với nhom khăn chặt khăn cờ mẹ dục hòn cờ để đập bay ơi mẹ cầu lăng không cả rô sạch tiệt ở lâu nít rất lang hơi chết ngay tim rồi mùi hơi để nhom lên không survival chỉ muốn vật hiện bọc nhom ở tàu na khơi để sạch mượn hay các bạn vô chấm này làm bay tiện sạch mượn đi vô tàu chính chấm phòng đề ở lâu dương bàn một đo lên trong mượn hái dương các đợi mượn trôi không mệt hiện nhóm các bạn mơ khơi nhóm đợi mượn đợi phòng đề mơ tới cái thà cốt đang là nhớ ban xi mượn này mượn kỳ đấy nhóm cái thà mình cà tế hiện là xí đa trâu ấy nhóm các bạn lại cho này mình đợi ở lâu này lệ experience nhóm có tay vô class bay bằng pin ở lâu Ravel nhóm tâm Ravel đã pram là sao nhóm in chain là bỏ năng thua xem thôi experience nhóm các bạn đã tâm mơ cái lạnh đam bao khơi flow các bạn sum ạt flow này ở mơ từ vật chia tầm nông hay để ở kia vật chia ngào hay vậy bằng nhóm chưa chặt thòng một chuyện nhóm chưa được bạn này anh xa bữa đây nhóm chưa chặt cứ bữa bài tòng nó bữa kêu chả nhà cả thiệt vật chia hay nhóm mong quy nó hàng cào tia bên chỗ sum lên để tiền để trừ cho tất chia thôi nhóm có đá sai mình rồi cua phong nằm bay tại thua video này thực mặc niệm ăn mớ nhóm sợ chặt thua hãy nhóm các bạn đợi cô một đạn nông trong này phòng đề lâu cô này nhóm rô ban tầm mùi tăng cận ấy vì môn mốt đây nhóm trâu ca cố bên tay khơi cô tràn ấy lớn này cố rô ban tầm mùi ơi nhóm chọc mình tên bảo vì môn mốt nhóm ban chập cô hơi mình ấy tại lớn này nhóm tập thua trong đã cô chập cô một nhóm các bạn đỡ từ
ខាងមុខផងដែរដើម្បីមើលជំវិញខ្លួនឃើញដំណាំឃើញអីដោះធំធ្លាត់ហើយក៏បានឃើញទឹកដ៏ខៀវហើយបានឃើញឃ្មុំក្រេបតំអងផ្កាផងដែរក៏បានមើលទៅក្រៅផ្ទះដូចមិនចង់ចេញទៅផ្ទះសោះទៅក្រោយវិញសិនដើម្បីទៅធ្វើកន្លែងដាំដំណាំមួយទៀតងាយស្រួលក្នុងការយកគ្រាប់យកមើមដើម្បីធ្វើស្បៀងអានេះខ្ញុំកន្លែងនេះខ្ញុំធ្វើកន្លែងដាំស្អីគេទេភ្លេចបាទដាំដូចជាដាំស្អីគេទេភ្លេចបាទអ្នកទាំងអស់គ្នាអាចមើលបានជីកបន្លោះ2នេះដើម្បីដាក់ទឹកកុំឲ្យវានេះកុំឲ្យវាខូចដីនៅពេលដែលយើងរើសដីវាទៅវាខូចហើយយើងដាក់ទឹកពីធុងដងទឹកពីទឹកទន្លេរបស់យើងនៅជិតផ្ទះជិតភូមិរបស់យើងហើយក៏យើងក៏បានរើសដី1 2 3កន្លែងនេះខ្ញុំបានដាក់គុណ 1.5 ដើម្បីឲ្យវាលឿនជាងមុនហើយយើងងាយស្រួលក្នុងការធ្វើវីដេអូនិងកាត់វីដេអូឲ្យអ្នកទាំងអស់គ្នាបានមើលផងដែរស្កម្មអ្នកទាំងអស់គ្នាជួយមើលវីដេអូនិងជួយចុច like ជួយ subscribe ទៅលើ channel YouTube របស់ខ្ញុំផងដែរដើម្បីឲ្យខ្ញុំគ្រប់ 1k អស់ច្រឡំគ្រប់ 1k គឺគ្រប់ 100k subscribe ឬក៏1លាន subscriber ឬក៏ច្រើនជាងនេះក៏ផងដែរដើម្បីឲ្យអ្នកទាំងអស់គ្នាជួយខ្ញុំពិតជាត្រូវការអ្នកទាំងអស់គ្នាពិតមែនបើសិនជាអ្នកទាំងអស់គ្នាដូចជាក្នុងវីដេអូរបស់ខ្ញុំមានអ្នកមើល100នាក់ហើយអ្នក subscribe របស់ខ្ញុំមាន100ទៀតហើយបើសិនជាអ្នកមើលទាំងអស់អ្នកមើលរាល់គ្នានរណាម្នាក់ដូចជាម្នាក់បានមើលវីដេអូខ្ញុំហើយម្នាក់នោះ subscribe វីដេអូខ្ញុំទៅលើ channel របស់ខ្ញុំហើយបើវីដេអូរបស់ខ្ញុំមាន200នាក់អ្នក subscribe 200នាក់មកសិនជាអ្នកមើល1000នាក់អ្នក subscribe 1000នាក់ចាំបើសិនជាអ្នកមើល1លាននាក់អ្នក subscribe 1លាននាក់បាត់ទៅហើយប៉ុន្តែអ្នកទាំងអស់គ្នាជាចិត្តចំណាយពេលឲ្យខ្ញុំធ្វើវីដេអូនេះយូរបើសិនជាអ្នកទាំងអស់គ្នាធ្វើឲ្យ channel របស់ខ្ញុំកាន់តែធំកាន់តែមានអ្នកមើលច្រើនខ្ញុំកាន់តែមានកម្លាំងចិត្តក្នុងការធ្វើវីដេអូអ្នកទាំងអស់គ្នាមើលផងដែរហើយខ្ញុំពិតជាមានអារម្មណ៍ក្នុងការនិយាយរាយរាប់ទៅលើវីដេអូរបស់ខ្ញុំមកអ្នកទាំងអស់គ្នាបានស្ដាប់នៅសូរសៀងដល់ពីរោះខ្សៀវខ្សាដល់សែនអស្ចារ្យមួយនេះដែលអ្នកទាំងអស់គ្នាមិនដែលស្ដាប់សំឡេងខ្ញុំផងដែរអបផងដែរមែនទេអ្នកទាំងអស់គ្នាជួយខ្ញុំម្នាក់មួយម្នាក់ពីរផងទៅដើម្បីខ្ញុំឆាប់ល្បីមានមនុស្សជាច្រើនណាស់ដែលគេធ្វើវីដេអូធ្វើអីតែឥឡូវនេះខ្ញុំទៅធ្វើក្រោយគេហើយខ្ញុំជាសិស្សថ្នាក់ទី12ផងដែរខ្ញុំពិតជាចង់ធ្វើអ្វីដែលប្លែកខុសពីគេព្រោះខ្ញុំមានគោលបំណងថាចង់ធ្វើ YouTube ធ្វើ Facebook ធ្វើ TikTok ដើម្បីឲ្យមានអ្នកមើលច្រើនហើយខ្ញុំចង់ខ្លាចជាមនុស្សម្នាក់ដែលមានអ្នកស្គាល់ច្រើនហើយផងដែរជាពិសេសគឺចង់ឲ្យមានមុខមាត់ទៅលើបណ្ដាញសង្គមនិងធ្វើឲ្យមានអ្នកស្គាល់ខ្ញុំកាន់តែច្រើនខ្ញុំពិតជាត្រូវការអ្នកទាំងអស់គ្នាជួយគ្រប់គ្រងវីដេអូរបស់ខ្ញុំផងខ្ញុំនឹងព្យាយាមធ្វើឲ្យអ្នកទាំងអស់គ្នាបានមើលនិងទស្សនារាល់ថ្ងៃបើសិនបើអ្នកទាំងអស់គ្នាជួយគ្រប់គ្រងវីដេអូដែលខ្ញុំបានធ្វើនេះឥឡូវយើងឈប់ស្ដាប់ការរាយរាប់របស់ខ្ញុំដោយកំសត់នេះឥឡូវនេះខ្ញុំបានចាក់ចេញពីភូមិនេះដើម្បីទៅរកសត្វជ្រូកយកមកចិញ្ចឹមអ្នកនរគ្នាពិតជាឆ្ងល់មែនទែនដែលថាខ្ញុំនិយាយថាទៅរកសត្វជ្រូកមកចិញ្ចឹមគឺពិតប្រាកដហើយគឺខ្ញុំទៅរកសត្វជ្រូកមែនទែនហើយខ្ញុំក៏បានឃើញសត្វជ្រូក3ក្បាលនៅក្នុងទ្រុងផ្ទះអ្នកភូមិខ្ញុំពិតជាឆ្ងល់មែនទែនសត្វតាមនេះវាពិតជាខ្សត់មែនទែនខ្ញុំដើររឡើងយូរត្រឹមនឹងឃើញសត្វជ្រូក3ក្បាលនេះខ្ញុំមិនដឹងកាត់អី server សង្ស័យមកពី server
survival តាក់ពេកមកពីខ្ញុំដាក់ម៉ូតច្រើនពេកមិនដឹងបានជាដារ៉ូសត្វដារ៉ូអីមិនបានឥឡូវនេះខ្ញុំក៏បានដាក់សត្វជ្រូកចូលក្នុងភូមិរបស់ខ្ញុំតែសត្វជ្រូកនេះញ៉ៃញ៉ៃសាំតប៉ែមានធ្វើឲ្យខ្ញុំខាត់ពេលវេលាខាត់អីអើយសាំមែនតែដាក់វាម្ដាយมันរួចខ្លួនឲ្យវាចាញ់មើលអ្នកទាំងអស់គ្នាអាចមើលបានជ្រូកនេះឌឺដល់កមកប៉ែនោះងោបាត់អើយដើរទៅណាឯងខំហៅម៉ូអត់ម៉ូទៀតមើលធ្វើងោឯណាក្រដាក់ម្ដាយសោះឥឡូវនេះឈប់ងោដោយសារខ្ញុំកាន់ដលងវាឃើញទៅវាប្រតាមខ្ញុំក៏បានដឹកវាយ៉ាងយូរហើយបានមើលទេសភាពមើលផ្កាមើលជុំវិញផ្ទះដល់ឃើញទេសភាពស្រស់ស្អាតនោះមិត្តភក្តិខ្ញុំកំពុងតែម៉ាញច្រឡំកំពុងតែម៉ាញកំពុងតែ farm យកស្រូវនិងយកក្របស្រូវដើម្បីយកទៅចិញ្ចឹមសត្វផងដែរខ្ញុំក៏បានដឹកជ្រូក2 3ក្បាលនេះដើម្បីយកវាមកដាក់ក្នុងទ្រុងមើលទៅជ្រូកនេះធាត់ដល់ហើយទំនងឲ្យអ្នកទាំងអស់គ្នាបានមើលទៅនៅពេលដែលខ្ញុំចិញ្ចឹមបានច្រើនខ្ញុំនឹងកាប់យកសាច់ខ្លះនិងចាប់យកទៅលក់ឲ្យអ្នកទាំងអស់គ្នាច្រឡំយកទៅលក់យកទៅឲ្យអ្នកទាំងអស់គ្នាបានបរិភោគនិងបានញ៉ាំធ្វើជាស្បៀងដ៏ឆ្ងាញ់ឥឡូវនេះខ្ញុំឃើញជ្រូកនេះវាញ៉ៃពេកចូលក្នុងទ្រុងហើយក៏វាឆ្លោះគ្នាណាចូលមុនហើយនឹងបានស៊ីឥឡូវនេះខ្ញុំបានដាក់ដំឡូងក្រហមដូចមិនដឹងសោះឲ្យវាញ៉ាំយើងភាសាមនុស្សគឺស៊ីឲ្យជ្រូកញ៉ាំឬបរិភោគឲ្យជ្រូកនេះមុខស្អាតនៅភ្នែកវាកលិកឡក់មុខវាកូនជ្រូកមុខនឹងខ្ជូតមុខខ្ជូតដូចអ្នកមើលចឹងខ្ជូតដូចអ្នកសម្រាយក៏ខ្ជូតដែរនៅក្រៅតែគ្មានស្នេហាអីទេស្រីមើលមុខដូចឆ្កែបដោយចាប់បដោយអ្នកទាំងអស់គ្នាបើឃើញមុខខ្ញុំដូចឆ្កែអ្នកទាំងអស់គ្នាមិនមើលទេខ្ញុំអត់អបីបងយើងមកដើរមកមើលអូយមេឃយកហើយយើងដេកសិនដេកហើយក្រោយពីដេកយើងក៏បានមើលទេសភាពមួយអូយឃើញឃ្មុំក្រេបផ្កាក្រេបអីសង្ស័យឃ្មុំអត់ដេកយប់ស្ដេញក្រកមុនយើងទៀតយើងក៏បានដើរទៅក្រៅភូមិយើងទៀតដើម្បីទៅរកសត្វមកចិញ្ចឹមទៀតលើកនេះយើងរកសត្វបែបខ្នាតធំហើយតាំងពីដើមវីដេអូមកយើងធ្វើអីច្រើនណាស់ខ្ញុំក្នុងវីដេអូនេះក៏ខ្ញុំមិនបានកាត់អីច្រើនដែរដោយសារអីខ្ញុំចង់ឲ្យដាច់សាច់រឿងរបស់ខ្ញុំក្នុងការនិយាយក្នុងការធ្វើអ្នកទាំងអស់គ្នាបានឃើញផ្ទះអ្នកភូមិនេះអនាគតទៅខ្ញុំអាចនឹងកែប្រែឲ្យមានការរីកចម្រើននិងជឿនលឿនបែបឬក៏ឆ្ពោះទៅរក2050ផ្ទះខ្ញុំនៅតែបែបបុរាណនៅឡើយតែឥឡូវនេះផ្ទះអ្នកភូមិនេះមើលទៅតករាក់ដល់ហើយខ្ញុំអាចនឹងព្យាយាមធ្វើវាឲ្យរីកចម្រើនជាងមុនមើលមុខអ្នកភូមិឌឺដល់ហើយថ្ងៃណាថ្ងៃមួយខ្ញុំចាប់វាទៅត្រេតធ្វើវាអីផ្ដេសផ្ដាស់ខ្ញុំឃើញជ្រូកនេះទំនងដល់ហើយស៊ីពី3កំបិតមួយមកពាច់អូយក្រៅឃើញសាច់ជ្រូកដែរមានអារម្មណ៍ថាស្រក់ទឹកមាត់អីយ៉ាងស្រក់ទឹកមាត់មិនទាំងយើងដើររកសត្វជ្រូកទៀតមកមើលទឹកខៀវស្រងាត់ធ្វើឲ្យអ្នកមើលទួញសោកនៅពេលដែលបែកបាក់សង្សារឥឡូវមកវីដេអូខ្ញុំនេះដើម្បីកាត់ stress ដោយសារខ្ញុំជួយចិត្តនិយាយកំ pl ែងអូសាច់ជ្រូកនេះដើរឃើញកូនជ្រូកឥឡូវកំខ្វល់យើងទៅសត្វមេជ្រូកឪជ្រូកដើម្បីយកវាមកធ្វើជាម្ហូបរបស់យើងដោយសារដាវយើងមាន fire